សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់និយាយអំពីភាពខុសគ្នារវាង startup និងថៃសំណួរសួរថាតើ startup និងថៃខុសគ្នាដែរមែនបាទខ្ញុំលើកយកមកវិញ្ញាណនៅក្នុងវីដេអូនេះជាទូទៅគ្នាយើងមួយចំនួនតែងតែយល់ច្រឡំថា startup និងថៃគឺដូចគ្នាដែលហៅថាយើងបកប្រែជាភាសាខ្មែរគឺយើងបកថាដៃកងដូចគ្នាខ្ញុំគិតថាកំហុសគឺអាចមកពីយើងបកប្រែពាក្យទាំងពីរនេះទៅជាពាក្យតែមួយនៅក្នុងភាសាខ្មែររបស់យើងនោះឯងក៏ប៉ុន្តែអ្វីដែលខ្ញុំចង់និយាយនៅក្នុងវីដេអូនេះមិនមែនទាក់ទងទៅនឹងការបកប្រែពាក្យនោះទេបើសិនជាយើងបកប្រែថាដៃកងក៏ខ្ញុំមិនយល់ទោះអីដែរត្បិតអីក្នុងស្រុកយើងគឺមិនទាន់មានឯកភាពគ្នាពេញលេញក្នុងការបកប្រែឬប្រើប្រាស់ពាក្យបច្ចេកទេសនៅក្នុងសំណង់របស់យើងនៅឡើយទេរឿងដែលខ្ញុំចង់និយាយគឺទាក់ទងទៅនឹងការប្រើប្រាស់ជាភាសាអង់គ្លេសព្រោះអីនៅក្នុងភាសាអង់គ្លេសគឺគេបែងចែកល្អមែនទែនមិនឲ្យពាក្យទាំងពីរហ្នឹងគឺជាន់គ្នាបាននោះទេតោះកុំឲ្យខាត់ពេលយូរយើងចូលទៅវិញញទាំងអស់គ្នាទីមួយគឺតាកតងទៅនឹង startup វាគឺជាប្រភេទដៃកងបិទចិត្តក៏ប៉ុន្តែពាក្យនេះយើងប្រើសំដៅទៅលើដៃកងដែលយើងដាក់នៅក្នុងធ្នឹមតែប៉ុណ្ណោះគឺយើងមិនប្រើសម្រាប់ដៃកងដែលយើងដាក់នៅក្នុងសសរនោះទេហើយតួនាទីសំខាន់របស់ដៃកងគឺទប់ជាមួយនឹងកម្លាំងកាត់តឹងក៏ដូចជាការគ្រប់គ្រងស្នាមប្រេះរាងអង្កត់ទ្រូងឬអាចនិយាយស្រួលស្ដាប់ជាភាសាអង់គ្លេសគឺ diagonal cracking ហើយវាក៏ត្រូវបានគេប្រើប្រាស់សម្រាប់ទប់ដែកមេឬរក្សាដែកមេឲ្យស្ថិតនៅទីតាំងដែលត្រឹមត្រូវផងដែរម្យ៉ាងវិញទៀតរូបរាងបិទជិតរបស់ startup ហ្នឹងវាក៏មានតួនាទីទប់ជាមួយនឹងកម្លាំងរមូលដែលកើតមាននៅក្នុងធ្នឹមជាពិសេសគឺធ្នឹមប្រភេទអក្សរ L ធ្នឹមនៅខាងអញ្ចឹងនិយាយរួមទៅគឺឲ្យតែប្រភេទធ្នឹមដែលរងនៅបន្ទុក torsion ក៏ដៃកមានតួនាទីទប់បានផងដែរអញ្ចឹងយើងសរុបមកវិញ startup យើងប្រើសម្រាប់តែដៃកងដែលយើងដាក់នៅក្នុងធ្នឹមនោះទេដែលលេខពាក្យថាថៃយើងបកប្រែជាភាសាខ្មែរគឺដៃកងដូចគ្នាដែរក៏ប៉ុន្តែយើងប្រើពាក្យនេះសម្រាប់តែដៃកងដែលយើងដាក់នៅក្នុងសសរតែប៉ុណ្ណោះហើយតួនាទីចម្បងរបស់ថៃគឺយើងប្រើសម្រាប់ទប់ដែកមេរបស់សសរឲ្យរក្សាទីតាំងដែលយើងចង់បានហើយជាពិសេសនោះគឺទប់ដែកមេកុំឲ្យវាមានភាពភ្លាត់នៅពេលដែលសសររបស់យើងរងនៅកម្លាំងសង្កត់ខ្លាំងម្យ៉ាងវិញទៀតវាក៏មានតួនាទីបង្ខាំងបេតុងផ្នែកខាងក្នុងសសររបស់យើងដែលធ្វើឲ្យសសររបស់យើងកាន់តែមានភាពរឹងមាំជាពិសេសនៅពេលដែលមានកម្លាំងតាមទិសដេកដូចជាមជួយដីឬកម្លាំងខ្យល់បក់ឯជាដើមដែលយើងអាចនិយាយឲ្យស្រួលស្ដាប់គឺ lateral force និយាយឲ្យស្រួលស្ដាប់ថៃវាមានតួនាទីដូចជាខ្សែក្រវ៉ាត់របស់យើងអញ្ចឹងគឺយើងប្រើដើម្បីទប់ដែកមេហើយនឹងបេតុងឲ្យធ្វើការរួមគ្នាដែលជាហេតុធ្វើឲ្យសសរបេតុងរបស់យើងមានភាពរឹងមាំល្អបើទោះបីជាពេលខ្លះស្ទប់ការពារបេតុងរបស់យើងត្រូវបានប្រេះបែកចេញមកក៏ដោយក៏ដៃកងនៅតែមានតួនាទីទប់ដែកមេនិងបេតុងនៅខាងក្នុងហ្នឹងឲ្យវាធ្វើការរួមគ្នាផងដែរគ្រាន់តែថានៅពេលដែលដែកអត់មានស្ទប់ការពារនោះដែកនោះនឹងច្រេះហើយវានឹងពុកផុយធ្វើឲ្យសសររបស់យើងឈានទៅរកការបាក់បែកអីចឹងទៅអញ្ចឹងសរុបរួមទៅវិញ startup យើងប្រើសម្រាប់ដៃកងនៅក្នុងធ្នឹមចំណែកពាក្យថាថៃយើងប្រើសំដៅដល់ដៃកងដែលយើងដាក់នៅក្នុងសសរអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់មកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូបន្តទៀត